សេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃស្ដីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីយើងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនិងដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីបន្ទាប់ពីបានជួបប្រជុំគ្នានៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025សូមប្រកាសដូចខាងក្រោម 1. យើងសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាពនិងសន្តិសុខរវាងប្រទេសយើងទាំងពីរដោយដែលបានប្រកាសនៅទីក្រុងពូត្រាចាយាប្រទេសម៉ាឡេស៊ីពីថ្ងៃទី28ខែកក្កដាឆ្នាំ2025ហើយសូមគូបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមោះមុតរបស់យើងចំពោះការជៀសវាងការគំរាមកំហែងប្រើប្រាស់ឬប្រើប្រាស់កម្លាំងការដោះស្រាយចំនួនដោយសន្តិវិធីនិងការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់សន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ដោយឈលលើមូលដ្ឋាននៃការគោរពឯករាជ្យអធិបតេយ្យសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិទៅវិញទៅមករវាងប្រទេសយើងទាំងពីរ 2. យើងសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ 3. យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្ដីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដែលមានសមាជិកភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាននិងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពយើងសូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ានឲ្យផ្ដល់ការគាំទ្រសមរម្យដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យ 4. បន្ថែមលើនេះយើងបានបដិញ្ញាចិត្តក្នុងការបន្ថយភាពតានតឹងស្ដារទំនុកចិត្តនិងទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដើម្បីសម្រេចបាននិងពង្រឹងគោលបំណងទាំងនេះយើងបានឯកភាពចំពោះជំហានដូចខាងក្រោមដើម្បីធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនិងស្ដារឡើងវិញនូវសន្តិភាពសន្តិសុខនិងស្ថិរភាពនៅតំបន់ព្រំដែនអនុវត្តការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ AOT ដោយរួមបញ្ចូលទាំងការដកអាវុធនិងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែននិងបញ្ជូនត្រឡប់ទៅទីតាំងមូលដ្ឋានយោធាដូចដើមវិញក្នុងបរិបទនេះភាគីទាំងពីរនឹងចាត់តាំងក្រុមការងាររៀងៗខ្លួនដើម្បីពិភាក្សាគ្នាឈានទៅរៀបចំឲ្យបានសម្រេចនៅផែនការសកម្មភាពជាក់ស្ដែងនិងជាជំហានដែលនឹងត្រូវអនុវត្តក្រោមការសង្កេតរបស់ IOT ក្រុមអ្នកសង្កេតការអាស៊ានបណ្ដោះអាសន្នហើយបន្ទាប់មក AOT នៅពេលដែលយន្តការនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការចុះហត្ថលេខាលើលក្ខខណ្ឌយោងជៀសវាងការចែកចាយឬផ្សព្វផ្សាយព័ត៌មានមិនពិតការចោទប្រកាន់ការអះអាងដោយគ្មានភស្តុតាងនិងវោហារសាស្ត្រដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្ដាញផ្លូវការរបស់រដ្ឋាភិបាលឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹងកាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជននិងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធីឯកភាពលើការអនុវត្តដោយគ្មានបង្អែបង្អង់និងយ៉ាងពេញលេញនៅវិធានការកសាងទំនុកចិត្តដើម្បីស្ដារនិងរក្សាទំនុកចិត្តការជឿទុកចិត្តគ្នាទៅវិញទៅមកនិងសន្តិភាពតាមបណ្ដោយព្រំដែនហើយដោះស្រាយទំនាស់ដោយសន្តិវិធីក្នុងស្មារតីជាអ្នកជិតខាងល្អមិត្តភាពនិងសាមគ្គីភាពព្រមទាំងធ្វើការឆ្ពោះទៅរកការស្ដារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញសម្របសម្រួលនិងអនុវត្តការបោះសម្អាតមីនមនុស្សធម៌នៅតំបន់ព្រំដែនដោយបានព្រមព្រៀងគ្នាដោយគណៈកម្មាធិការព្រំដែនទូទៅដោយមិនប៉ះពាល់ដល់ការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរសម្ដៅការពារជីវិតជនស៊ីវិលនិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែននិងខណ្ឌសីមាព្រំដែនតាមសន្តិវិធីនិងច្បាប់អន្តរជាតិដោយជៀសវាងការគំរាមកំហែងប្រើប្រាស់ឬការប្រើប្រាស់កម្លាំងឬទង្វើញុះញង់ហើយទទួលស្គាល់ថាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគគណៈកម្មាធិការព្រំដែនទូទៅនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធីនិងដោយមានការសម្របសម្រួលជាមួយអភិបាលខេត្តស្រុកនៅមូលដ្ឋានសម្ដៅគ្រប់គ្រងស្ថានភាពនៅនឹងកន្លែង
ក្នុងនោះរួមមានការដោះស្រាយបញ្ហានៃការចោទប្រកាន់ពីការទន្ទ្រានដីពីសំណាក់ភាគីណាមួយដោយអនុលោមទៅតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននិងការបញ្ឈប់នៅរាល់សកម្មភាពដែលពង្រីកវិសាលភាពចំនួននិងបង្កើនភាពតានតឹង 5. នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាពភាគីទាំងពីរនឹងទទួលស្គាល់ថាអរិភាពសកម្មត្រូវបានបញ្ចប់លើសពីនេះដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃក្នុងការលើកកម្ពស់ទំនុកចិត្តនិងការជឿទុកចិត្តគ្នាទៅវិញទៅមកប្រទេសថៃនឹងដោះលែងឆ្លើយសឹកដោយគ្មានបង្អែបបង្អង់ 6. យើងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាននិងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយជាយុទ្ធសាស្ត្រព្រមទាំងពង្រឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដែលប៉ះពាល់ដល់ទាំងប្រជាពលរដ្ឋរបស់យើងទាំងពីរនិងសហគមន៍អន្តរជាតិជាទូទៅផងដែរ 7. យើងទទួលស្គាល់ពីភាពចាំបាច់ត្រូវកំណត់នៅមាគ៌ាសម្រាប់អនាគតដ៏ភ្លឺស្វាងមួយដែលមិនជាប់ជំពាក់នៅចំណងចំនួនពីអតីតកាលរដ្ឋាភិបាលទាំងពីរបញ្ជាក់ជាថ្មីអំពីការបដិញ្ញាចិត្តក្នុងការដោះស្រាយចំនួនដោយសន្តិវិធីដោយគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិក៏ដូចជាសិទ្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់លក្ខខណ្ឌទាំងនេះត្រូវបានបង្កើតឡើងសម្រាប់ឲ្យប្រទេសរបស់យើងមើលឆ្ពោះទៅមុខហើយចាប់ផ្ដើមកសាងទំនាក់ទំនងជាអ្នកជិតខាងគ្នាស្របតាមខ្លឹមសារនិងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធីដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្ដើមនៅទំព័រថ្មីនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ 8. យើងខ្ញុំសូមសម្ដែងនៅទំនុកចិត្តថាកិច្ចប្រជុំនេះដោយមានវត្តមាននឹងការគាំទ្រពីសំណាក់ប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ីគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមកនិងការជំរុញសន្តិភាពនៅក្នុងតំបន់យើងខ្ញុំសូមកត់សម្គាល់ដោយការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រធានាធិបតី Donald Trump ក្នុងការជំរុញការស្ដារឡើងវិញនៅទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ